ประโยคបញ្ជាក់ពីទីកន្លែងបាទ adverb clause a place អនុប្រយោគគុណកិច្ចពិសេសដែលជាអនុប្រយោគបញ្ជាក់ពីទីកន្លែងអញ្ចឹងមាន4ចំណុចមាន4 form របស់ intransitive ឥឡូវយើងមើលឧទាហរណ៍មួយយើងមើលឧទាហរណ៍ example number 1 she dances នាងរត់អញ្ចឹង subject plus verb subject plus verb តើ verb នឹង verb អី verb ហ្នឹងគឺជា verb intransitive ខាងក្រោយមានអីអត់មានទេអានេះគឺជារូបមន្តរបស់វាអានេះគឺជារូបមន្តរបស់វាអញ្ចឹង dances កន្លែងនេះគឺជា IV អត់មានទេកម្មបត្តិខាងក្រោយគឺប្រាប់ឲ្យថានៅក្នុងក្បួនវេយ្យាករណ៍អង់គ្លេស intransitive ខាងក្រោយគ្មានប្រេបាគ្មាន objective ទេគ្មានកម្មបត្តិទេ they speak ពួកគេនិយាយអីអត់ដឹងវាជា verb អី verb IV ខាងក្រោយគ្មាន object ទេអានេះគឺជា subject នេះគឺរូបមន្តរបស់វា he negates គាត់ចរចាអីអត់ដឹងគ្មាន object ទេអញ្ចឹងវាជា verb IV intransitive ចំណុចលេខ2ឧទាហរណ៍ទី2 I walk slowly ខ្ញុំដើរយឺតខ្ញុំដើរយ៉ាងយឺតឬក៏ខ្ញុំដើរយឺតអញ្ចឹង walk វាជា verb អីអញ្ចឹងយើងដឹងថាវាជា verb IV អានេះវាជាអីអានេះវាគឺជា adverb បើវាជា adverb verb ខាងមុខគឺជា verb IV រូបមន្តគេប្រាប់ថា subject ផ្លាស់ជាមួយ verb ខាងក្រោយមាន adverb slowly adverb slowly គឺជា adverb ចំណែក walk គឺជា verb អញ្ចឹង verb walk កន្លែងនេះគឺជា verb IV ដោយសារខាងក្រោយវាគឺមាន adverb she speak quickly នាងនិយាយយ៉ាងលឿន quickly វាគឺជា adverb speak យើងដឹងហើយជាអីបើខាងក្រោយជា adverb verb ពីមុខគឺជា verb IV verb intransitive អញ្ចឹងចំណុចវាគឺជាចំណុចលេខ2នេះវាដឹងវាថាវាជា intransitive ខាងក្រោយប្រធានគឺមាន verb ខាងក្រោយ verb គឺមាន adverb អញ្ចឹង verb នេះគឺជា verb intransitive អូខេយើងមើលចំណុចលេខ3ចំណុចលេខ3 My father passed away for 5 months ago ប្រយោគណាមួយកាលណាឃើញពាក្យ ago ប្រយោគហ្នឹងគឺជា simple past ខ្ញុំបានប្រយោគលើកមុនឪពុករបស់ខ្ញុំបានចែកឋានអស់រយៈពេល5ខែទៅហើយ pass វាជា verb អី pass នេះវាគឺជា verb បាទវាជា verb pass away អញ្ចឹងវាជា verb ខាងក្រោយ verb នោះមានពីអីមានពី away មាន preposition អញ្ចឹង pass away for 5 years អញ្ចឹងពី away នេះ away for 5 years ago វាគឺជាអ្វីវាគឺជា prepositional phrase វាគឺជា prepositional phrase prepositional phrase បាទវាគឺជា prepositional phrase ឪពុករបស់ខ្ញុំបានចែកឋានអស់រយៈពេល5ខែកន្លងទៅហើយអញ្ចឹង phrase away for 5 months ago វាគឺជា phrase នេះនាំមកទៅដោយ preposition អញ្ចឹង phrase ហ្នឹងគេឲ្យឈ្មោះវាជា clear នាំមកទៅដោយធ្នាក់អញ្ចឹង prepositional phrase clear ដែលនាំមកទៅដោយធ្នាក់អញ្ចឹងគេថា clear នាំមកដោយធ្នាក់អញ្ចឹង clear away for 5 months ago អានេះគឺជា prepositional អានេះគឺជា preposition អញ្ចឹង clear ណាមួយនាំមកទៅដោយ preposition clear នោះត្រូវបានគេឲ្យឈ្មោះវាថាជា clear នាំមកដោយធ្នាក់អញ្ចឹង away for 5 months ago គឺជា prepositional phrase គឺ clear នាំមកដល់គ្នាអញ្ចឹងសួរថាបើខាងក្រោយ verb ហ្នឹងមាន prepositional phrase តើ verb នោះអី verb នោះគឺជា verb IV verb IV យើងចាំ verb IV នៅខាងក្រោយ verb IV អត់មាន object ទេបាទនៅខាងក្រោយ verb IV គឺមានអីមាន adverb នៅខាងក្រោយ verb IV មានអីមាន prepositional phrase នៅខាងក្រោយ verb IV មានអីមាន adverb clause of place នេះចាប់ផ្ដើមមើលមួយទៀតអញ្ចឹង past កន្លែងនេះគឺជា verb IV យើងមើលចំណុចមួយទៀត My friend pay for me to drink coffee every morning មិត្តរបស់ខ្ញុំប៉ាវខ្ញុំញ៉ាំកាហ្វេជារៀងរាល់ព្រឹកឥឡូវយើងចាប់ផ្ដើមមើលពាក្យ pay មួយម៉ាត់វាជា verb អីយកតាមហ្នឹងតោះយកអត់ដឹងទេប៉ុន្តែយើងចង់ដឹងថាតើវាជា verb អីយើងមើលខាងក្រោយកិច្ចសព្ទនោះមានអីនៅខាងក្រោយកិច្ចសព្ទមាន for
for me to drink coffee every morning អញ្ចឹងតាំងពី for me រហូតមកដល់ every morning វាគឺជា prepositional phrase គឺ clear នាំមុខទៅដល់ឈ្នះបើនៅខាងក្រោយ verb ហ្នឹងមាន clear នាំមុខទៅដល់ឈ្នះ verb ពីមុខគឺជា verb ivy នេះគឺជា verb ivy នៅខាងក្រោយ verb នោះមាន prepositional phrase verb ពីមុខគឺជា verb ivy មកដល់ខ្ញុំប៉ាខ្ញុំញ៉ាំកាហ្វេជារៀងរាល់ព្រឹកអូខេបាទយើងមើលចំណុចមួយទៀតលេខ 4 My son comes school to study English កូនប្រុសរបស់ខ្ញុំមកសាលារៀនដើម្បីរៀនអង់គ្លេស So the come ជាអីវាជា verb verb អីយើងមើលអង្គុយ verb មាន noun អត់មាន adverb place អត់អញ្ចឹង school គឺជានាមបញ្ជាក់ទីកន្លែងបើវាជានាមបញ្ជាក់ទីកន្លែងដូច្នេះវាជា adverb clause នាម place គឺជា adverb clause បាទបើវាជា adverb clause បញ្ជាក់ពី place adverb clause បញ្ជាក់ពី place អញ្ចឹងនាមខាងមុខគឺជានាម ivy នាម ivy ខាងក្រោយគឺមាន adverb clause of place អញ្ចឹងតាំងពី school រហូតមកដល់ to study English វាគឺជាអីវាគឺជា adverb clause of place school to study English គេឲ្យឈ្មោះ adverb clause of place អញ្ចឹងពី school to study English វាគឺជា adverb clause of place គឺជាអនុប្រយោគគឺជា adverb អនុប្រយោគបញ្ជាក់ពីទីកន្លែងអញ្ចឹងខំកន្លែងហ្នឹងគឺជា verb ivy ហើយខាងក្រោយ verb ខំគឺមាន adverb clause of place អូខេ so ដើម្បីពួកយើងយល់អំពី transitive verb និង intransitive verb កាន់តែច្បាស់យើងចាប់ផ្ដើម practice យើងចាប់ផ្ដើមអនុវត្តទាំងអស់គ្នាចំណុចទី 1 transitive and intransitive verb កិរិយាសព្ទសកម្មនិងកិរិយាសព្ទអសកម្ម rise TV T មកពី transitive V មកពី verb and IV I មកពី intransitive V មកពី verb អញ្ចឹងចូលសរសេរ TV ហើយនឹង IV next two sentences នៅបណ្ណាប្រយោគដូចតទៅនេះ Okay, so we have a look for all exercises concern transitive verb and intransitive verb. Okay, I would like you all together to do all the exercises from number 1 until number 6 here. So the first one, they give you about transitive and intransitive verb. បាទចំណុចទី 1 គេចង់បង្ហាញអំពីកិរិយាសព្ទសកម្មនិងកិរិយាសព្ទអសកម្មចូលសរសេរ TV T មកពីថា transitive V មកពី verb and IV មកពី intransitive V មកពី verb នៅបន្ទាប់ពីប្រយោគទាំងអស់នោះឥឡូវយើងចាប់ផ្ដើមមើលសំណួរទី 1 My brother lost way in the forest yesterday សំណួរទី 2 I got home at 2 o'clock last night សំណួរទី 3 number 3 I searched thoroughly about grammar number 4 He moved very slowly. Number 5. She saw her ring on the rack. Number 6. She lives here every day. I give you, I permit you for learners that study grammar to look at this only 2 minutes before doing all exercises. Okay, look at this. Look at this. My brother lost way in the forest yesterday. អូនប្រុសរបស់ខ្ញុំវង្វេងផ្លូវនៅក្នុងព្រៃកម្មសមិញចាប់ផ្ដើមមើលយើងចាប់ផ្ដើមមើលតើអ្នកគ្នា lost way ពាក្យ lost ទៅទីនេះវាជា verb អ្វីអញ្ចឹងវាជា verb TV ហេតុអីយើងដឹងជា verb TV way គឺជា object ឥឡូវយើងចាប់ផ្ដើមវង្វេងអីគឺវង្វេងផ្លូវអញ្ចឹងវង្វេងបញ្ជាក់អត្ថន័យទៅឲ្យផ្លូវបើបញ្ជាក់ពីសកម្មភាពផ្លូវធ្វើវង្វេងផ្លូវ yes អញ្ចឹងឡងប្រមាណនេះគឺជា verb TV ដោយសារពាក្យ way គឺជា object អញ្ចឹង TV គឺជាកិរិយាសព្ទទាំងឡាយណាដែលខាងក្រោយវាគឺមាន object I got home at 2 o'clock last night ខ្ញុំបានមកដល់ផ្ទះនៅម៉ោង 2 កាលពីយប់មិញ got វាជា verb អ្វី got គឺជា verb TV ហើយអី got ជា verb TV ដោយសារ home គឺជា object transitive verb ត្រូវការកម្មបត្តិនៅខាងក្រោយវាមួយទៀតលេខ 3 number 3 I search thoroughly about grammar ខ្ញុំបានស្រាវជ្រាវដោយហ្មត់ចត់ស្ដីអំពីវេយ្យាករណ៍ search កន្លែងនេះជា verb អី verb អ្វី
dương lấy mơ so rạc lý vì chỉ adverb ba càng khối verb chỉ adverb ta verb vì một verb ấy cứ verb ivy vì cứ chỉ verb ivy dương mới chụp được người tiền he move very quickly quát bà mũ quát phơi cho ná đầu dư chư quát phơi cho ná đầu dư một phật được kia move vì chỉ verb ấy nhưng mà very slowly vì chỉ ấy very slowly còn ta chỉ adverb bằng đọc trong vì chỉ adverb bao vì chỉ adverb ta verb bị mốc cứ chỉ verb ấy cứ verb ivy cái việc verb ivy càng kéo miền adverb she saw her ring on the rack nếu bạn thương trên chia là bọn nên nó lỡ cầm ra chừng nó lỡ cầm ra chừng ta so với chữ verb ấy so đi cứ chữ verb TV hai verb TV her ring cứ chữ object mỗi điểm she live here every day nếu luôn ở trên này chỉ đi rồi thế này here cứ chỉ adverb of place here với chỉ adverb of place bảo here với chỉ adverb of place chẳng here mà mắt nó cứ chỉ adverb clause of place cây sắt năm mươi cả na khẳng khảo miền adverb clause of place cây sắt cả một cứ chỉ cây sắt ivy đôi cho nên để riêng phía sau lý để việc còn cho mình TV đằng ivy bà sẵn ở sơ dô xong chắc video ní mơ mà đo hay mà đo tiếp dương đừng dồn bà xong tam đán từ lưu channel bọc nhóm việc còn cho mùi nắng transitive and intransitive verb ở bàn trao đỏ mà okay so you should read and do all exercises concern transitive and intransitive verb. Okay, see you again next time, next page and next grammar. Thank you.